បាទ Fasha ខាងតាការការ៉ាក៏គួរតែ ban Fasha ខាងតាការការ៉ាទុកបាន បាទ បាទ បើការ ban ជាមួយនឹង Matida មួយស៊ូស៊ីនក៏ ban បាទ នៅ Asira make one shot សតតែ សពផាសា បាទ បាទសពផាសាដែរ បាទគាត់តការ make one shot លេងមួយឡាពូបិត្រិចមកតង់ហ្នឹងក៏ដឹងតែបាច់យកមកអ្នកបើកមុខតែអ្នកបើកមុខក៏មាននិស័យយក purify វិញបើរមើជាកដកទេ បើសិនជាចង់ភិកអស់ឥឡូវសល់ផាសាសល់កាឌីតាតែផាបើសិនជាយកផាសាប្រហែលជាតំណងជាងគាត់អាចបន្តទៅលើគីមី long range រៀងបានច្រើនដែរការ rotation ក៏រៀងលឿន តែមួយទៀតបងការ rotation លឿនមែនប៉ុន្តែនៅពេលដែលបើកអាននេះភ័យធំ Oh shot remain Lancelot Pican Oh my god អើយ IQ នេះតាមបែនតាមអីណាចង់លេង play off មែន Lancelot នឹងលេងឥឡូវហ្នឹងមក បាទខូចទាំង6ទៀតបាទសូមអញ្ជើញពាក់វេតា 3D របស់លោកអ្នកនៅក្នុងរកុន Legend Cinema អរេខ្ញុំចាំមើលដែរខ្ញុំចាំមើលដែរថាចាំមើលការ performance Lancelot របស់គាត់មិនព្រោះដោយសារសល់គាត់ទុកចិត្តអត់ទាន់បង្ខំយកទេ ban រហូត First pick មែន First ban មក ហ្នឹងហើយ ចប់ Lancelot មកហើយបាទកុំឲ្យថាមកសាមវិញ ban 6 game ថ្ងៃនេះបើកអត់លេងមិនកើត Bruno Golan បាទដើរ head to head ជាមួយនឹង Madrid បាទ Esme នេះគឺទៅជាមួយនឹង EP Lane អញ្ចឹងចាំមើលអាចនឹងបាស៊ីរ៉ូមឬមួយក៏បាស៊ីចាំងហ្គលបាទបាស៊ីចាំងហ្គលបាស៊ីចាំងហ្គលបាទកតូតរ៉ូមបាទយ៉ាត្រា flash តំណងធំត្រានេះទុកទៅដល់ late game Bruno ក៏ បាទ មានភាពដល់គាត់ឥឡូវសំខាន់ Kadita Fasha កាកូរ៉ា3ហ្នឹងមួយមកតកួបងទៅខ្ញុំយកមកបាត់តន់ទាយបង ត្រូវហើយផាសាព្រោះដោយសារផាសាគាត់រៀង rotation រៀងលឿនជាងបាទបើកាឌីតាតតអស់ជំរើសអានេះតាមដែលខ្ញុំមើលភាគច្រើនសម្រាប់រ៉ាតតគាត់អស់ជាប្រភេទរោភិកអស់ដូចផាសាទៅគាត់យកអាភិកអស់ចុងក្រោយគឺកាឌីតាបាទបាទណាមួយ hero ដតៃវា damage សុតបើ Fasha វាចំណេញ passive ចាំមកចាក់300ជាមកចាក់300ជាអញ្ចឹងក៏វាផោកក៏ឈឺជាង make ដតៃបាទណាមួយចំណេញផងចំណេញការ rotation ហើយណាមួយគេ maximum 2ផងគីមី Bruno ងាយស្រួលក្នុងការបន្តដើម្បីកាក់នៅក្នុងការ team fight ដែរបាទតែចាំមើលតារារបស់ Flash នៅខាង first pick នេះក៏មិនណយដែរបាទនៅចាំមើល Esmeralda របស់ Ding បាទអាចនឹងធ្វើការជួបភ្លៀងនៅក្នុង game ទី2នេះបានអត់ប៉ុន្តែមានអារម្មណ៍ថាសប្បាយលេងបាទជាមួយនឹង Spare Purify នេះមួយបាទកតូតផងបាទតែ Golan អត់យក Purify ណាបង Bruno បាទ Bruno បាទគាត់រៀង confident នៅក្នុងការលេងដែរគាត់យកជាមួយនឹង Flicker គាត់លេងទាំងសេះមួយលពូតែបន្ថយមួយកដកបាទ let's see ខ្ញុំគិតថាអីព្រោះរសារ front line គាត់ច្រើនគាត់បឹងកតូននៅក្នុងការ cover បាទចឹងក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការប្រកួតគូទី1ក៏ដូចជាហ្គេមទី2រវាង Seal Suit បាទជាមួយនឹង Plus KA Yes sir ថ្ងៃជួបថ្ងៃជាពលាល្អគូកណាត់បងទៅខេតលេង Lancelot តែមើលខ្ញុំយេអូកេសួរគ្នាបងថាខូចបែ Lancelot អីគូបងទៅលេងគាត់មួយលេង Lancelot មើលអូយ៉ាអាស៊ីរ៉ាពីនឹងលោឈាមតែម្សិលមិញមុនស៊ីឈាមកសួរមកវិញបាទពេញបាត់ហើយបាទអញ្ចឹងយើង complete ដែរជាមួយនឹង sponsor របស់យើងគឺ Infinite Note 50 series ជាមួយនឹង MPL edition សម្រាប់ gamer គ្រប់គ្នាសាកថ្មល្បឿន90វ៉ាត់ក៏ដូចជា wireless charge វិញរហូតដល់30វ៉ាត់នេះគ្នាជាមួយនឹងអេក្រង់ AMOLED ល្បឿនលឿន144 Hz ក៏ដូចជាលេង game Mobile Legends ដោយរលូនយកតែម្ដងយ៉ា slot មួយបាទបន្ថែមជាមួយនឹង RAM ទៅដល់24 GB វ៉ាវ First Blood បាទបានចូលទៅលើ PP ផងដែរតែមិញរូបភាពឯកើតឡើងជាប់ skill របស់ ADM បាទជាប់ stun អូ off flick វ៉ាវបាទចឹងរៀងធ្ងន់ដែរម្ចាស់ flicker នេះពី Napolo យកធ្វើការ bet ទៅលើ Onzo ដូចគ្នាបាទមកខៀលទល់មកខៀលដូចគ្នាបាទចាំមើល team fight នៅក្នុង total ទីអូមកកំបោ flick យកដល់ម្ដងពីការចាក់ដែរតែពីខេតែអត់ដាច់ទេសាមដៃចុងក្រោយបាយនេះអូសូកាបាទអូវាយទៀតវ៉ាវអាយ៉ាកន្លែងនេះ off flicker បាត់ហើយពីវត្តមានរបស់ពេមានឈរឲ្យគេវាយយកតែម្ដងអាស៊ីរ៉ា cover ក៏មិនទាន់ផងដែរបាទអូចុំលឿនណាស់បងបើមិញចុំវ៉ាវបាទថ្ងៃនេះ player បរិភោគសាច់ឆៅតែម្ដងបាទគឺថាវាយយកតែម្ដងត្រឹមតែ level 1អីគេក្រោកពីមុនពឹងអាទីមែនឥឡូវគេយកអាទី1 flick វាយបាទ aggressive បាទ aggressive អាទី1ក្រោកណាខ្វល់ណាបើសិនជាវាយទៅក៏ knock បែតែបើវាយ៉ាងចឹងវា knock up
បាទសេងមួយចាអាទីត្រីវីវសិននៅតែបានទៅលើណាប់ឡូយ៉ូទេក៏ដូចជាកន្លែងនេះជាមួយនឹងឌីងក៏ថេសិនមកដូចគ្នាបាញ់អាទីពីអេរ៉ាមទៅហើយជាមួយនឹងពេស្លូជឿរតាត់យកតែដល់ជាមួយនឹងការបន្តអាតែ cover ប៉ុន្តែពីអាស៊ីរ៉ាប៉ុន្តែនៅតែដាច់ជាមួយនឹងពេដូចគ្នាអាស៊ីរ៉ាចូលឡើងជាមួយនឹងចាមកពីខាងក្រៅជាមួយនឹងការហត់ឆែមយកតែដល់ពីព័ត៌មានរបស់ Shadow ធ្វើការដេញវាយជួយនឹងពេខ្ញុំមែនទេជាមួយនឹង Shadow ក៏សងសឹកឲ្យទៅលើអេរ៉ាមដូចគ្នាជាមួយនឹងការជន់អាទីបន្តពីទីធ្វើការបោកវាយទៅលើ Shadow បន្ថែមមកវិញផងដែរ បាទចឹងយើងក៏បានឃើញដែរជាមួយនឹង Team Fight បាទ អាស៊ីរ៉ាចង់ទៅណាសំដៃជាមួយនឹងការកវីក្បត់បាន10 kill ទៅលើឌីងនេះខេនចូលបើខំទៀតអីយ៉ាគាត់ចូលតន់នេះខ្ញុំគាត់ថាតន់យេតន់ no wait what ជំរឿនមកគាត់ទទួលបានជាមួយនឹងសัตว์បៃច្រើនមែនទេព្រោះមិញខ្ញុំបានមើល flow farm គាត់មកជុំគាត់លួចបានបៃតងគេមួយសัตว์ច្រឡំមួយឥឡូវក៏ដូចជាបើកខំផងដែរបាទមិញខ្ញុំបានឃើញជាមួយនឹង first item ផង ATM បាទ Sky Piercer យកមក first item បាទមក kill បាន3អាស៊ីបាទរៀងមានគួរសមដែរនៅ early បាទអូទៅហើយអាស៊ីរ៉ាអត់មានជាមួយនឹង flicker ធ្វើការចាប់ultimate យកចេញពីទីជាប់យកតែម្ដងមានអារម្មណ៍ថាហ្គេម3 calling បាទបាទសេង1សេង2អស់ retribution ពី Ken ប៉ុន្តែចាក់មិនត្រូវទេទៅលើ ATM បាទទៅវាយគ្នាបន្ថែមទៀតហើយជាមួយនឹង Ding load ultimate ទៅលើ Ken ដូចគ្នាយកបាន orange bar មួយទៅបន្តការ farm ជាមួយនឹង orange bar របស់ខ្លួនឯង Ding បាទដែរហ្គេមនេះបាទ Ding dong បាទដែរ3-0បាទ Esmeralda ពងថាអត់មាន hero ណារៀងមកវាយគាត់ផងបាទចាំមើលនៅក្នុងហ្គេមនេះ Ding នឹងក្លុកទីក្រុងហើយចាំមកផ្លេចអ្នកគ្នាជាមួយនឹងកញ្ចប់ MVB ដែលអ្នកគ្នាលេង Mobile Legends បានតាមចិត្តនឹងទទួលបានពេជ្រក្នុងកញ្ចប់តែមួយនោះគឺអ្នកគ្នានឹងទទួលបាន235ពេជ្រឯណោះត្រឹមតែ$5ក្នុងរយៈពេលយូរមែនតើអ្នកគ្នាក៏ទទួលបានជាមួយនឹងការភ្ជាប់តាមរយៈផ្កាយ1686ផ្កាយលេខ2ទ្រង់ជ្រូករួចចេញបញ្ជូនឬក៏តាមរយៈ Cell Card App បាទចឹងយើងក៏បានឃើញដែរជាមួយនឹងនៅ early game បាទគឺសម្រាប់ team Flash KX គឺគាត់ធ្វើបានល្អខ្លាំងមែនទែនបាទដែលធ្វើការ lead ជាមួយនឹងចំនួន goal 1400ដែរយើងក៏មើល team fight នៅក្នុង total ទី2អូបាទឥឡូវមានការតេស្តថយកតែម្ដងប៉ុន្តែមើល map ទេចាក់អាទីយកតែម្ដងពី Ken តែ sync ខុសមួយបាត់ហើយបុកអាទីជាប់បាត់ពីប៉ុន្តែ ADM ធ្វើការចាយជាមួយនឹង flicker ដើម្បីដកថយប៉ុណ្ណេះកន្លែងនេះជាមួយនឹង Ding បើក map បានល្អខ្លាំងមែនអានេះយកជាមួយនឹងថបានដែរទេខកកាត់ជ្រាបបើកអាទីពីអាស៊ីរ៉ាទៅកាន់តែជាមួយនឹងគាត់មានរបស់ទីយកតែម្ដងប៉ុន្តែជាមួយ Ding មានការដេញវាយ1ទល់នឹង3យកតែម្ដងពី Ding ទីវាសិនទៅបានទៅលើណាប់យកលើយកទីគ្នាជាមួយនឹងការ stream បាត់ថទី2ផងដែរពីខាង Flash KX អត់មានអ្នកវាយ Ding បាទអត់តាន់មាន damage វាយ Ding ទេបាទអញ្ចឹងត្រូវការចាំជាមួយនឹង damage បាទអាស៊ីរ៉ាដាច់3ដងបាត់ទៅហើយនៅ early game បាទនោះអាមិនចេះបាទគណៈពេលដែលមានអារម្មណ៍ប៉ៃថ្ងៃនេះស្លុយណាបាទបោះវល់ជាប់ច្រាមឡើងដឹងយកតែម្ដងពី Shadow ផ្ដាច់ទៅលើណាប់ឡូប៉ុន retribution មែនទេប៉ៃថ្ងៃនេះស្លុយមែនទេសូម្បីតែ team fight មិញធម្មតាការ៉ាហ្វវាមិនជា hero ដែល full tank បើក map ឯងចាំគេផុសវាក៏វាអត់នៅបានយូរដែរគាត់តែឃើញមុខអេដល់មកផុសមួយជាង flick បុក ulti យកចូល mechanic skill ការលេងទៅលើក្រកផគាត់នេះលោបាទជាប់ទៀតហើយម្ដាយសើទៅលើទីប៉ុន្តែមានការដាក់ជាមួយនឹង skill ទី2ដកថយមកម្ដាយពីទីបាទនោះមិនដែរជាមួយនឹង Shadow ហត់ជ្រាបបុកអាទីទៀតហើយពីពេចាប់ពីរជាមួយនឹងការកាប់ចាប់យកទៅដល់ម្ដាយចុងក្រោយដាច់ទីដែរទេមានការបិទ map ជាមួយនឹងការអត់ឲ្យកៃស៊ីធ្វើការឈរទាត់ទេក៏ដូចជាកន្លែងនេះជាមួយនឹងការចូលទៅ invest បន្ថែមទៀតប៉ុន្តែពីវត្តមានរបស់ Ken ផប free Roamer របស់ Season គ្រប់ season គឺសុទ្ធតែស្ដាច់កាច់និយាយមែនណាស្ដាច់កាច់តាំងពីចំនួនអង្គលើយមកតាំងពីស្គាល់ boxy បងបាទម៉ែថ្លៃបាទចូលមកប៉ែស្នងណៃយកមកណែអូអ្នកមើល replay boxy គេលេងចឹងពីបងលេងទៅចឹងហ្នឹងបាទឃើញមុខឡៃណាបុកឡៃហ្នឹងបាទនិយាយមែនក្រកផគាត់នេះបើសិនថាឥឡូវមើលរ៉ូមនៅក្នុង MPL អត់ទាន់មានថាណាគេដែលថាលេងមកដូចពេនិយាយមែនពេថ្ងៃនេះធ្វើឲ្យថាក្រកគាត់នៅក្នុង MPL KX ស៊ីដាច់គេយកមកបាទឥឡូវបច្ចុប្បន្នគេឥឡូវមើលតែពីហ្គេមហ្នឹងបាទអត់ទៅចិត្តក្រកវាយយកមកបាទអាងតដាចិនជាងឡានផាស៊ីវបាទបើក្រកគេរតីឯងយើងវាយអស់ពាក់កណ្ដាលអត់តចេញមកមួយ skill នោះបើមកក្បែរវាយមកហើយមើលតំណងវិញ one shot វាយម្នាក់ឯងហ្មងបាទឥឡូវបោះវល់ជាប់ជាមួយនឹងការចាក់ស៊ីងយកតែម្ដងពី Ken ថក៏មានការ spawn មកវិញដូចគ្នាផងដែរបាទ total ទី3ចាំមើលបាទឥឡូវ see you soon ចាប់អូយពេធ្វើការបាត់ពេរយកតែមកជាមួយនឹងការកាប់ចាំលោតអាទី cover ពីទីដូចគ្នាកន្លែងនេះជាមួយនឹងពេដកថយបានដែរទេម្ដាយចុងក្រោយជាមួយនឹងការខ្ទាត់បាទពីពេនៅតែដកថយបានដូចគ្នាប៉ុន្តែ
ដែរយកមកជាមួយនឹងវត្តមានរបស់ Shadow ធ្វើការកម្មចាំទៅលើណាប់យកដល់មកជាមួយនឹង Ding ក៏ដេញទៅលើ Shadow យកតែម្ដងតែ Shadow អត់បញ្ហាសម្រាប់គាត់ទេកន្លែងនេះជាមួយនឹងការ Sing ទៅពី Ken ខាងក្រោយចាក់ RT យកតែម្ដងវាយទៅលើ Ding ក៏មិនឈឺដូចគ្នាអញ្ចឹងហ្គេមនេះជាមួយនឹង Total ក៏មិនទាន់បានប៉ះមិនអ្នកមិនដៃដែរមានតែដើរចោះដើរឡើងជាមួយនឹងការ cancel Total ចោលបាត់ហើយអូយបាទ មកក្បាច់មិញ Principle បាទសញ្ញេកងត្រាតឡើងប្រាក់ខែបាទអូយ Shadow ធ្វើការច្រាំយកតែម្ដងពី Ding បាត់ហើយយកមកជាមួយនឹងទីធ្វើការទួនមួយទៅលើប៉េប៉េបតែប៉េប៉េបោះបោះទៀតហើយប៉េប៉េអញមានបញ្ហា Retrieve សិនតែមិនបានក៏ដូចជាបានទៅលើ Ding តែម្ដងជាមួយនឹងការយក Total ទី3ពីវត្តមានរបស់ Flash KA 3 Total ទល់នឹង0ពី Flash KA អូយវាយក្នុងទី Ding វ៉ាវបាទ Ding អេស្មរដាហ្គេមដេញវាយដល់ Turret ទី2របស់ Season បាទចាំមើលអនសូគាត់នឹងវាលឲ្យធីមអីដើម្បីវាយជាមួយនឹង Ding បានគ្នាខណៈពេលដែល Ding មាន Purify one shot គាត់គឺជារឿងមួយដែលពិបាកហើយរបស់គាត់តាន់ស្រាប់តែទៀតបាទមិញត្រីសងកាងតែបានផបទៅលើអនសូបាទយើងក៏មិនដែរជាមួយនឹង Legend Cinema ផងដែរអ្នកនរគ្នាបើសិនជាចង់មើលទស្សនានឹងរោងភាពយន្តដែលមានរឿងល្អៗក៏ដូចជាកៅអីធំទូលាយក៏ដូចជាផាសុខភាពកុំភ្លេចជាមួយនឹង Legend Cinema បាទឥឡូវនេះមកខៀវទៅលើ Ding គឺជា topic ដ៏ធំសម្រាប់ See you soon shut down មួយនេះអាចនឹងបានលុយច្រើនហើយក៏ធ្វើ esme ក្រដូចគ្នាបាទឥឡូវយកមើលយកបានក៏មិនបានបាទឥឡូវធ្វើការដេញច្រាំជាមួយនឹងប៉េប៉េបោះវល់ទៀតហើយណាប់ឡូយកអាចមានបញ្ហាដែរទេជាមួយនឹងការកាប់ច្រាំយកតែម្ដងពីវត្តមានរបស់ Shadow បាក់អាទីពីអាស៊ីរ៉ាបតៃយកមើលជាមួយនឹងណាប់ឡូក៏ដូចមានការដកថយបានដូចគ្នាផងដែរអាតមែនពីទីចូលទៅមកប៉េរត់ទៀតហើយពីប៉េប៉េមកកាប់ដែរជាមួយនឹងទីយកតែម្ដងពីវត្តមានរបស់អនសូបាច់បដៃចុងក្រោយអានេះមានបញ្ហាទៅលើ Ding ដែរទេ Ding សាមដៃទៀតមានការបញ្ហាទីជាមួយនឹងការបើកប្រាស skill cover PMក៏ដូចជាមានការ one shot one kill shut down ទៅលើជាមួយនឹង Ding មួយក៏ដូចជា Shadow ធ្វើការកម្មចាំយកទៅម្ដងទៅលើ Kaishi My G Purify មិនចុចមកតាហើមចុងក្រោយនៅតែរត់មិនរួចដូចគ្នាបាទក្រៅគាត់យកស្រឿតំណងណាបាទយកឲ្យឡើងមកតំណងយកហ្មងបាទវល់អាតមែតពីអាស៊ីរ៉ាក៏ដូចជាកន្លែងនេះយក Turret ទី1របស់ Team Flash KA បានហើយនិយាយមែនបើសិនជាហ្គេមនេះ See you soon ឈ្នះ 2-0 មែនណាសញ្ញេកងត្រាឡើងប្រាក់ខែឲ្យពេពេហ្មងនិយាយមែនបាទហ្គេមនេះបើសិនជាឈ្នះគឺឈ្នះដោយសារពេពេទាំងអស់បាទអាកន្លែងបុក3មីតបុក3មកសុំងុំជាងមកប្លោះទូចេះបើសិនយើង flick យឺតផ្ទុះមួយជាងមកflick លឿនពេកក៏អត់ផុតជាងដែរមក flick ចុះមកប្លោះហ្មងនិយាយទៅនៅក្នុងហ្គេមមួយនេះបើសិនជាចាញ់ហ្គេមចាញ់ឬមួយក៏ឈ្នះក៏ clip ពេអត់ក្រោម5 clip ទេនេះច្រើនខ្លាំងមែនតើមើលឲ្យធ្វើ goal line goal ស្មើគ្នាទេប៉ុន្តែបើយើងមើលជាក់ស្ដែងសម្រាប់កៃស៊ីគឺគាត់អត់ទាន់បានជួញនៅក្នុងការ team fight បានច្រើនប្រហែលទេបាទព្រោះដោយសារកៃស៊ីក៏ដូចជាអនសូរៀងលាក់ performance រៀងច្រើនដែរនៅក្នុង game មួយនេះបាទចាប់ផ្ដើមរៀង mid game ទៅហើយបាទអូចាំកន្លឹះដាច់2 level ណា retreat ដូចប៉ះ hero vaccine មានអីជួយ damage retreat ទៀតបើlênគាត់គ្មានបុក anti retreat ទៀត retreat ដូចមិនមែនជាជំរឿរបស់ Flash KA គេ Flash KA ត្រូវតែបង្ខំវាយ team fight វាយឈ្នះឬក៏មិនឈ្នះបាទចឹងទៅឲ្យ Shadow ធ្វើការបោះជាមួយនឹង Wall ជាប់ទៅលើ Ding អស់ RT បានហើយគឺទៅជាធ្លាក់ជាមួយនឹង RPG បានហើយពី On សូក្តែជាមួយនឹង Shadow ធ្វើការកាប់ ultimate យកតែម្ដងដើម្បី aim ជាមួយនឹង skill មានការចាំយកតែម្ដងបុកវាយហើយពី Asira បុកបានមួយរកពីពេធ្វើការ knock out ទៅលើ MDM យកទៅម្ដងជាមួយនឹងការ load RT cover ផងដែរពីវត្តមានរបស់ទីបតៃជាមួយនឹង Shadow ក៏មានការ load ជាដកថយរះរ៉ាបាល់មួយផងដែរពី On សូក៏ដី cover ជាមួយនឹង team របស់គាត់ដូចគ្នាយកមកជាមួយនឹង Ken ក៏មានការវាយទៅលើ Ding ដូចគ្នា game នេះជាមួយនឹង load ក៏ការ reset ផងដែរបាទមួយពេកអានេះមួយធ្វើការដេញច្រាមយកតែម្ដងទៅលើ Ding តែអត់បញ្ហាទេជាមួយនឹងការចាក់ស៊ីងចុះឡើងគ្រាន់តែដេញវត្តមានរបស់ Flash KA ចេញពី lot តែប៉ុណ្ណោះបាទអស់ ultimate 9 hero បាទវាយមកប្រើចាយអស់តែជាមួយនឹង skill ទេប៉ុន្តែអត់ដាច់ទៅលើសមាជិករៀងខ្លួនតែម្ដងបាទ goal earn គឺបានទៅលើ Ken បាទគឺ top 1តែម្ដងបាទ 6500 ក៏ដូចជា Shadow 6200 បាទKen នៅលើណាKen នៅលើណាអាយ៉ាKen ទៅគេKen ឃើញម៉ែKen ញ៉ាំមកតោះណាKen បាទអាយ៉ាគេ fast ជាមួយនឹង lot យកតែម្ដងពី Flash KA ពេអាចនឹង make play ដែរទេជាមួយនឹងពេបុកអាទី knock out ជាមួយនឹងការតលេ RPG បន្តែ review សិនបានទៅលើណាប់យកមានការចាក់ signal តែម្ដងពី Ken មកមិនទាន់ទេជាមួយនឹង lot មួយនេះ free ទៅ Flash KA ចាក់1ចាក់2 Ken អាចមានបញ្ហាដែរទេ sing call មួយបាត់ហើយក៏ដូចកន្លែងជាមួយនឹងការ shut down ទៅលើ Kaishi ផងដែរពីពេមកដៃខ្ទប់ជាងបាទDing បាទចាក់សេងចោះសេងឡើងពី Ken ពេក៏មកដូចគ្នាហ្គេមនេះ lot មិនទាន់ទៅណាឆ្ងាយទេក៏ដូចជាសមាជិករបស់ See you soon
clear នៅ mid lane តែម្ដងមិនឲ្យ lot ដើរទៅដល់ turret ទេបាញ់ anti ពី ATM ដាក់បណ្ដៃមនុស្សស្គៀទៀតបាទ សម្រាប់កន្លែងដែលពួកគាត់សម្រេចគ្នាឲ្យខេនឡើងទៅ clear លើគាត់ប្រហែលគិតថាអីទេគេមាន fast នេះណាមួយកណ្ដោយើងមើលនឹងណាគេ fast លោតយកហ្មង តែមែនតលេ RPG 3 RT យកតែម្ដងជាមួយនឹងកាប់ទៅលើទីក៏ដូចជា turret ទី2នៅខាងផ្លូវបន្តឡើងក៏មានការយកបានម្ដងពិសេស0ដេញមកម្ដាយខ្ទាតជាងទៅក្រោយផងដែរក៏ដូចជាមានការលុប ultimate ទៅលើ shadow តែ shadow ដូចមិនសូវបញ្ហាសម្រាប់ការជាប់ RT ពី ding ផងដែរបាទ ចុះមកលឿនម៉ែ SV ពាក់គេមិញមកស្គីទី1រត់ប្រយបាទនេះតើខ្វិនតំឆាច់ ឌីម៉េ អត់ដឹងដែរ ឌីម៉េ គាត់ពាក់គាត់តំឆាច់ maybe ព្រោះមួយដៃលោតអា passive ហ្នឹង អូមកចេញមកធីម អូអត់ទេនេះតាអី sure តា បាទអេម sure មានបងមិន អត់អីអត់ទេ តអត់តបាទមិនគេអត់លឿនណា ចាំបាត់ SV បានចាប់អារម្មណ៍ឡើយ ដូចបែបអត់លឿន បាទ នេះឲ្យធ្វើលោតមក អូយ brute force បាទនៅពេលដែលពេញ stake បាត់ តិចនេះហ៎បង មានមួយមិនស្គី ដោយសារតែ ហើយនឹងទី1ទៀត expanding យ៉ាបែបនិយាយ spending មែន ហ្នឹងហើយ អូចឹងត្រូវអញ្ចឹងមក speed ball spending បាទ បាទ ចឹងណាផ្លា Midland បើកមុខក៏ដូចជាមានការជន់ RT យកតែម្ដងពី PP បើកមុខពី Shadow តែលេ RT មកគ្រាប់ពី Asira ពីនឹងដាច់ទៅលើ Kaishi ផងដែរ អូអាកន្លែងមិញគេសាហាត់នឹង scream Yes គាត់ថាអូយមួយបេះដូងមកមួយបេះដូងមក3 2 1មកបន្តមក snap ចិត្តដាច់ ហ្នឹងអូយបាទដល់កន្លែងនេះមកពីខាងក្រោយអាចមានការបុកចូលតែម្ដង play ពីខាងក្រោយចាយ flicker ពី Onso ចាប់ទៅលើ Asira ជាប់យកតែម្ដងជាមួយនឹង Asira ដកថយបានឬក៏បានជាមួយនឹងកាប់ទៅលើ Asira បុក RT បានបែរទៅពី PP រកកាប់ដែរជាមួយនឹង AD បានដូចគ្នាជាមួយនឹង Shadow មានការកាប់ចាប់យកតែម្ដងពី Kaishi ចូលទៅណាបាក់គេទៅលើ Ken តែជាមួយនឹង Ding មានការប្រែទៅលើ Ken ដូចគ្នាក៏ដូចជាមានការដកថយតម្លាក់ជាមួយនឹង Rafael មកដែរពីវត្តមានរបស់ Onso បាយទៅលើ Ding អត់ជឿទេក៏ដូចជាកន្លែងនេះជាមួយនឹងវត្តមាន3ស្មើទល់នឹង3ក៏តែយកមកជាមួយនឹង Ding ដូចជាតាំងខ្លាំងមែនតែ1ទល់3យកតែម្ដងពីវត្តមានរបស់ Ding បាទឥឡូវកំពុងតែ ring ding dong ring ding dong ពេញហ្នឹងខណៈពេលដែល Onso វាយអត់ឈឺទេចាំមើលការបៀលមកគាត់បៀលមិនចាំវាយ estimate ឈឺ បាទណាមួយឌីងគាត់ front line នៅខាងមុខគាត់បិទអូនស្រូចិត្តឆឹងយកហ្មងបាទនេះគឺជាវីដេអូ highlight ដែលយើងបានឃើញជាមួយនឹង team fight អំបញ្ញមិញធ្វើការដាច់ទៅលើជាមួយនឹង Asira តាមប៉ា Asira នេះជន់ពេទេបាទគេចង់លុកទៅលើជាមួយនឹងអូនស្រូដែរ បាទ Onso flicker បាទនេះប៉ុន្តែ IC game មួយនេះ game ចង់ឲ្យថាគ្នាផងគាត់សម្រាប់ឌីងគាត់ front line នៅខាងមុខចិត្តឆឹងយកហ្មងប៉ុន្តែhero របស់ខាង Yusu ណាគេលុកច្បាស់ពេកជាផ្សាយចេញពី Shadow ជាមួយនឹង Ken លុកជាយាមលុកទៅលើ Kai'Si អត់ឲ្យ Kai'Si បាន deal ទៅមិនហ្មងបាទបើសិនជា game មួយនេះ Kai'Si ក៏មាន space ក្នុងការ deal ទៅមិនហ៎ flash សូលេងហ្មង បាទអស់ឈាមហើយ Shadow 5-4មានអីធ្វើគេអត់ បាទអីទៅផ្ទះឬក៏មិនទៅ Ding RT មកមានការកម្មច្រាំយកជាមួយនឹងឈាមយកតាមដងតែឡើងបានទួចតាមដងជាមួយនឹងការ review សានលោត RT ពីវត្តមាន RT retreat នៅតែបានទៅលើតាមយកដូចគ្នាក៏ដូចមានការដកថយបុក RT យកតាមដងជាមួយ PP អស់ RT ជាមួយនឹងការ shut down ទៅលើ PP បានមួយ hero ផងដែរ Asira មានការឡើងជាងក៏ដូចជាមានការពុកកាក់មុខយកតាមដងពី Ding ធ្វើការជាប់ទៅលើ Asira តែអាចមានបញ្ហាដែរទេជាមួយនឹងការដកថយជាមួយនឹងវត្តមានរបស់ Ken ចាក់ចូលទៅហើយអានឹងដែរទេជាមួយនឹងបើ3មកថតទៅលើវត្តមានរបស់ទីនេះគ្នាម្ដាយចុងក្រោយជាមួយការកាប់ចាប់យកតាមពី Shadow ធ្វើការផ្ដាច់ជាមួយនឹងទីមកទីជាប់ជាមួយនឹង stand របស់ ATM ក៏ដូចមានការ shut down ទៅលើ Shadow ផងដែរសេង1សេង2ពី Ken ធ្វើការដកថយវាយទៅលើ Ding មិនឈឺទេ Ding តាន់ណាអីដែលខ្ញុំមើលមួយសម្រាប់ ATM គាត់ស្ដាយអត់បើសិនជាគាត់យក Justify វិញគាត់បានវាយហ្មងបាទគាត់បានវាយហ្មងបាទចាំឡទៅហើយកន្លែងនេះ Asira មាន RT ប៉ុន្តែអត់ទាន់ប្រើជាមួយនឹង ultimate របស់គាត់ទេ PP ក៏ដល់មកជាមួយនឹងការបែក threat ទី3ផងដែរក៏ដូចជាការទម្លាក់ជាមួយនឹង RPG ដើម្បី clear ជាមួយនឹង Lord មួយនេះផងដែរបាន2 Lord ក៏ប៉ុតមែនប៉ុន្តែយកបានតែ T3 turret នៅ midland បានតែមួយផ្លូវទេប៉ុន្តែចាប់ផ្ដើមបាន swing goal មកស្មើគ្នាវិញហើយសម្រាប់ Kai'Si ក៏មានជាមួយនឹង damage ដែរបាទបាន Talker ក៏ចាប់ផ្ដើមចូលទៅលើ Kai'Si ដែរបាទណាមួយចូលមកដល់ late game ហើយអញ្ចឹងយើងចាំមើលdamage របស់ Bruno ក៏ចាប់ផ្ដើមកាន់តែមានបាទអញ្ចឹង hero ដែលព្យាយាមចូលមកលុកជាមួយនឹង Bruno បើសិនជាគាត់មានជាមួយនឹង Winner Nature មួយក៏អាច hold ជាមួយនឹង team fight បានយូរព្រោះដោយសារប្រភេទដែលចូលមករកគាត់គឺដូចឡាពូហើយជាមួយនឹង Lancelot អញ្ចឹងចាំមើលមិញអាចធ្វើដូចជាអត់ទាន់ចេញជាមួយនឹង Winner Nature ទេណាបាទព្រោះដោយសារគាត់មិញចេញជាមួយនឹង Van Talker ហ្នឹងបាទចាំរៀងស្ងប់ស្ងាត់បន្តិចហើយហ្គេមនេះមួយ fake admin មួយឆ្នាំ status Ken share status មកឡើយមួយ fake admin មួយចំគូនេះផ្អែមល្ហែមដាក់គ្នាដើម season ប៉ុន្តែវាយគ្នាដូចគុំគ្នាណាស់អញ្ចឹងបាទសង្គ្រាមត្រជាក់បាទឬក៏យើងហៅថាសំទិបាទធម្មតាដែរហ្នឹងបាទព្រៀបជាមួយនឹងការផ្អែមលើ status តែក្នុងទឹកដី Land of Dawn គឺថាវាយគ្នាដូចផ្ទះ
អត់តនេះ last item winner nature សម្រាប់កាយស៊ីបាទចឹងបាទ អូឌីងម្នាក់ឯង ចុះឌីង ដាច់ដេញបាត់ហើយប៉ុន្តែ Shadow អញមានបញ្ហាជាមួយនឹងការចាយ flicker លោតអាទីមកពេលពីពេពេមកកាប់បានអត់តែពីអាស៊ីរ៉ាតែជួយនឹងឯងទៅបានផងណាក៏ដូចកន្លែងមួយវត្តមានរបស់ទេអាទីដកថយសមដៃចុងក្រោយយកតំណណាប់ឡោយកក៏មាន Immortal តែចាក់ស៊ី1ស៊ី2ស៊ី3ជាមួយនឹងវត្តមានរបស់ខេតែវាយមិនដាច់ទៅលើទីទៅផងដែរ អត់អីកើតមកតន់ឡតនេះកើតតន់បាទអូមិញបាដាច់2សល់តែកាយស៊ី1បើសិនតែសល់តែ2នាក់ហើយសល់គេព្យាយាមបុកអែនទេ បាទ បាទនេះគឺជា replay បាទ map play ចេញពីពេទៀតហើយអូយ បាទ 180 clip បាត់ហើយបាទ បាទជាមួយនឹងអ្នកក្លាហានបង្គួយលីថុងកែ បាទ ឃើញបុកឡៃណាបុកឡៃហ្នឹងបាទជួបជាមួយនឹងកុមារាជួបបុកបាទវាទៅមានជួបវាយហើយជួបញ៉ែបាទដូចតែគួជួបញ៉ែបាទដល់ពេលបែជួបបុក ក្រុកនេះក្រុកពេលេងឡើងនេះលេងម្ដងនេះហើយលេងបានលេងទៀតហ្មងបាទ បាទបាទដូចស៊ីសិនមុនគេគួយបែនថៃការីបាទឥឡូវគេគួយបែនក្រោមដល់ ក្រុកសាហាវពេកហើយបាទ អញ្ចឹងជាមួយនឹង Lord ក៏មានការ spawn មកដូចគ្នាពី Shadow បើមុខទៅលើវត្តមានរបស់ Team Flash តែ Ding គាត់ព្យាមពជាឲ្យគាត់មាន Purify 15 cooldown second 15 second ប៉ុន្តែជាមួយនឹង C 0វិញអត់ពឹងពេញ flick ទេបែនឹង Shadow ពយូរពេកបាទ អូពីដាច់ដេញមកហើយយកមកជាមួយនឹង Shadow បាក់អាទីមកមកហើយរយកដំណើរជាមួយនឹងការជប់ជើងទៅលើកាយស៊ីបាត់បង់អាពីចាក់1ចាក់2ពីខាន អេវាយឡត់ឬក៏បុកផ្ទះវាយឡត់ឬក៏បុកផ្ទះសួរនឹងឯងសបួរបើខ្ញុំរីកកំណត់បុកផ្ទះអត់មាន goal អត់មាន ESP អត់មានតួអង្គសំខាន់ទាំងពីរនៅក្នុងរឿងនេះទៀតរបស់យើងតើ អបជីពី Shadow បើមុខក៏ដូចជាកន្លែងនេះជាមួយនឹងវត្តមានរបស់ Minion នៅផ្លូវមានការបាត់បង់យកដំណើរជាមួយនឹងការ fast clear ពី ATM អញមកចូលដែរទេតម្លាក់ជាមួយនឹង skill ក៏ដូចជាកន្លែងនេះជាមួយនឹង Turret ទី3ខាងលើផ្លូវ top lane យកបានបាត់ហើយពី C Yusu ថយយកឡតចលេងហ្នឹងព្រោះខ្ញុំគេហៅញ៉ាប្រឹមប្រៃចូលចាំលេងសើចចិត្តលេងសើចបាទលើថយបាយឡតឲ្យលឿនអាយ៉ាបាត់ហើយយកមកជាមួយនឹង Napoleon ដូចជាបើទៅជ្រៀងជ្រុលហើយគេចង់ fast ជាមួយនឹង Lord ឬក៏គេបែតតែបណ្ដោះបណ្ដាយសល់ជាមួយនឹង Mortality អានេះមានការចូលបាទឬក៏មិនបានពី Napoleon តែអត់ចូលទេជាមួយនឹងការដកថយមកវិញផងដែរបាទរហូតនៅតម្រាក់ទៅលើ See you soon objective មែនគេបីថាថល2ឡតយើងយកបាន1ឡតអញញឹមយកបងបាទ អូយ 4k កូលីត ខ្ញុំមានអារម្មណ៍ថាហ្គេមទី2នេះ bad game សម្រាប់កៃស៊ីមិនថា2 game 2 game ហ្មង bad game សម្រាប់កៃស៊ីយកហ្មងមានអារម្មណ៍ថាគាត់អត់បាន performance 100បន្ទុករបស់គាត់បាទ game damage មានហើយប៉ុន្តែបាញ់មិញគឺបើសិនជាចាយ flick ផុតក៏យើងមានកលៈនៅក្នុងការលេងដែរបាទអាច 4-5 អាចចូលទៅមួយគេបានគេអត់វាយឡតស្រួលទេបាទប៉ុន្តែពេបុកហ្នឹង unexpected ទៀតបងគាត់ដើរអាប៉មលដាច់ហ្នឹងវាមិនសាអកុលប៉មហ្នឹងទោះមកអកុលប៉មហ្នឹងហើបជើងទៅទៀតបាទចាំថា goal lane គេអត់មាន purify ទេបាទហើយ Bruno មានដាស់ដែរតែគាត់សម្រាប់ចិត្ត flick មួយទៀតបាទជីបាទតែមើលឡនេះអាចនឹងធ្វើការបុកចូលអត់បាទចឹងឡតទៅផ្លូវ top lane ក៏ដូចជាមានការវាយទៅលើ ding ចាប់ផ្ដើមឈឺហើយរងជាមួយនឹង damage taken មិនសូវជាតាន់ខ្លាំងប្រហែលទេប៉ុន្តែយើងមើលជាមួយនឹង threat ទី3នៅខាងផ្លូវ mid lane ក៏មានការបាត់បង់យកតែម្ដងជាមួយនឹងការបាញ់ ulti ពី ATM ក៏ដូចមានការកម្មចាំយកតែម្ដងពី Shadow ធ្វើការដេញវាយយើងមើលជាមួយនឹង Warrior របស់ទីបាក់ ulti បាក់ game ជាមួយនឹង Warrior របស់ Asira ដេញចេញពីយកជាមួយនឹង team fight យកតែម្ដងក៏ដូចជាមានការ fast ជាមួយនឹង Lord មួយនេះ clear បាល់ល្អខ្លាំងតែពី Warrior របស់ Flash KA តែដល់បើកវាយដែរទេ Minion ក៏មកច្រើនដូចគ្នាជាមួយនឹងការដេញកាប់ចាំយកតែម្ដងពី Shadow ធ្វើការ Lord ultiចាំអាពីបុកឯឡូជាមួយពេបុកបាត់ជាមួយនឹងកៃស៊ីបន្ថែមទៅជាមួយនឹងការបាច់ប្រាច់ជាមួយនឹង Immortal ទីរបស់ទីនេះគឺជាមួយការដេញបាញ់ទៅលើ ding last man standing ពីខាង Flash K សតអេនេះក៏ជជែកគ្នាលើកបពីទៅសូគឺបានទៅលើ C Yusu បាទ MVP player ពេទៅមិនឲ្យក៏ត្រូវតែឲ្យដែរនិយាយមែនពេមកហ្គេមនេះអត់មាន ultimate យកមួយទេបាទមិន3 4បាទអូយលេងបានលេងហើយក្រប់បាទហើយបុកមិនបុកចោលណាបងសឹកខាំដើមមិនបិទហ្នឹងគាត់ហាបជើងអបជីលាក់មកបងបាទអូសាហាវវិញរេអូយអបសាតោទៅដល់ C Yusu ណាដែលបានទទួលជាមួយនឹងលទ្ធផល2-0បាទទៅលើ Team Flash KA បាទហ្គេមនៅក្នុងហ្គេមមួយនេះបូករួមបើសិនថាហ្គេមសម្រាប់ Flash គាត់មានកលានៅក្នុងការលេង early game បានច្រើនខ្លាំងមែនទេប៉ុន្តែហ្គេមសម្រាប់ PP គាត់ល្អពេកបាទគាត់តែធ្វើការ make play ក៏ដូចជាធ្វើការ change game នៅក្នុង game ទី2នេះច្រើនខ្លាំងមែនទេមកបូករួមជាមួយនឹងបើយើងមើលទៅនៅក្នុងការ fair របស់ខាង Team Flash KA ក៏ដូចជា community របស់គាត់មានអារម្មណ៍ថាគាត់រៀងបញ្ហាទៅលើ community ចាប់ពី mid game ក៏ដូចជា late game ខ្លាំងមែនទេហ្មង ding ដាច់2ដងនៅក្នុងពេលដែរ
សំខាន់ជាពេលវេលាដែល slot ទី3ចិត្តចេញមកបាយជាឌីងគាត់ដាច់ធ្វើឲ្យសមាជិករបស់ខាង CU 0គាត់មានឱកាសនៅក្នុងការយកជាមួយនឹង Lord បើសិនជាអត់ដាច់ឌីងទេពិបាកនៅក្នុងការយក Lord ខ្ញុំនិយាយមែន link ឌីងគាត់ front line នៅខាងមុខបានច្រើនបាទបូករួមជាមួយនៅក្នុង game មួយនេះអ្នកដែលdamage ច្រើនចេញពី ATM ហើយជាមួយនឹង KC អត់បានទីដើម្បីយកមកបាទអញ្ចឹងតិចទៀតយើងក៏មានជាមួយនឹងការសម្ភាសបាទទៅលើ CU 0ផងដែរចង់ដឹងថាចំណាប់អារម្មណ៍ក៏ពួកគាត់បែបណាបាទទុកទូនីតិនេះឲ្យទៅខុសរបស់យើងពី Senior សូមសម្លេងអបអរសាទរទៅកាន់ CU 0ធ្វើបានល្អមែនទេជាមួយលទ្ធផល2-0សម្រាប់ថ្ងៃនេះផងដែរជូនទៅដល់ fan CU 0តែម្ដងតោះអញ្ចឹងដោយសារតែចេះស្នៃជាមួយនឹង game នេះគឺ2-0ហើយអាចសួរពាក់ព័ន្ធជាមួយនឹងសុភបរាដែរដោយសារតែឃើញតែម្សិលមិញឈឺណោះដល់ថ្នាក់ដេកពេទ្យអាចមានអីនិយាយតិចបានណោះសម្រាប់ទៅកាន់ fan របស់យើងដោយសារតែ fan របស់យើងគឺព្រួយបារម្ភពីសុខភាពរបស់រ៉ាមែនទេ តាមពិតទៅថ្ងៃហ្នឹងក៏ខ្ញុំលេងទាំងញ័រដៃដែរដៃខ្ញុំអត់ស្រួលទេវាសុខភាពតែទោះជាខ្ញុំដេកនៅលើពេទ្យក៏ដោយក៏ខ្ញុំអត់ទៅចោលស៊ូនពាក់កណ្ដាលផ្លូវដែរមិនដេកលើពេទ្យឬក៏ដេកលើក្រែពេទ្យចង់និយាយថាចេះទោះខ្ញុំវាមានបញ្ហាមិនក៏ដោយក៏ទៅចោលស៊ូននៅកណ្ដាលទីដែរកុំភ័យអត់ទៅចោលស៊ូនពាក់កណ្ដាលទីទេអូខេចឹងឥឡូវបន្ទាប់ពីបញ្ចប់ជាមួយលទ្ធផល2-0សម្រាប់ថ្ងៃនេះដែររ៉ាមានអីបដិញ្ញាទៅកាន់ fan របស់យើងសម្រាប់ថ្ងៃហ្នឹងអត់ព្រោះមកទស្សនាច្រើនមែនតើអរគុណអ្នកទាំងអស់គ្នាដែលបានបារម្ភពីខ្ញុំនិងធីមខ្ញុំហើយបច្ចុប្បន្នយើងលេខ1ដែរលោកអាយ៉ាលេខ1មែនអត់លេខ1នៅលើតារាងមែនអត់បើមែនមានអីជាបន្តអូខេចឹងបើសិនបង PG អត់ផុសពួកខ្ញុំនៅសមុទ្រទេអ្នកទាំងអស់គ្នាដឹងហើយរឿងហ្នឹងព្រោះលេខ1បានទៅសមុទ្រចឹងចាំមើលមើលបង PG ឲ្យទៅចាំមើលថានៅសមុទ្រឬមួយក៏នៅណានៅសមុទ្រឬមួយក៏នៅលើអាកាសអានេះចាំតាមដានជាក់ស្ដែងណោះអូខេចឹងសម្រាប់ពេពេតោះសុំពេពេមួយថ្ងៃហ្នឹងជាមួយនឹងការ performance ពេពេល្អមែនតើបើយើងនិយាយជាក់ស្ដែងជាមួយនឹងការលេងរបស់គាត់ពេពេអើយមានអារម្មណ៍មិនដែរនៅពេលដែលថ្ងៃនេះ caster របស់យើងទាំង3រូបធ្វើការដាក់ជាមួយនឹងហាសនាមឲ្យគឺកុមារាជួបបុកមានអារម្មណ៍សុបាយបាទមានអីផ្ដាំចាទៅកាន់ caster របស់យើងវិញអត់អត់ហ៎បើហេឈ្មោះឡើងលយណាលយហ្នឹងមានអីផ្ដាំចាទៅកាន់ caster យើងវិញអត់អរគុណដែលបានដាក់ nickname ឲ្យខ្ញុំសាំមួយឈ្មោះអត់សាំកុមារាជួបបុកអត់សាំអីតែសាគេលេងក្រក់ខ្លាំងបុកម្ដងបាន3នាក់សាហាវមែនតើអូខេអញ្ចឹងតែសារតែ game ក្រោយយើងជួបជាមួយនឹង Pro Esport ណាអញ្ចឹងអាចមានអីផ្ដាំចាទៅកាន់ Pro Esport ទេតោះពេខ្ញុំវាយអត់ដឹងក្រុមចាស់អូយខ្ញុំវាយអត់ដឹងក្រុមចាស់ទេឥឡូវអានេះកលេចតិចបានអត់ខ្ញុំបុកអត់ដឹងក្រុមចាស់ទេអត់កើតទេអូខេអរគុណចា៎ជូនពរសំណាងល្អទាំងអស់គ្នាណាអូខេអញ្ចឹងឥឡូវនេះក៏សូមផ្ដល់ទូទីជូនទៅដល់ caster របស់យើងវិញទាំងអស់គ្នាបាទ let's see